សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលមានបញ្ហាពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រ laptop ដែលមានបញ្ហាมันអាចប្រើ mouse pad នៅលើ pad នេះបានអញ្ចឹងជាដំបូងយើងចូលទៅ setting ប៉ុន្តែនេះនៅក្នុងចំណុចកូនជ្រុង QQ នេះបន្ទាប់មកយើងយកពាក្យថា setting នៅពេលមកដល់ពាក្យថា setting បងប្អូនអាចវាយនេះនៅចំណុចខាងលើនេះបងប្អូនអាចវាយអក្សរវាយពាក្យថា touch នៅពេលនោះឃើញមានពាក្យមួយគឺពាក្យថា turn the touch pad on or off អញ្ចឹងពុកម៉ែបងប្អូនសូមចុចយកចំណុចត្រង់នេះមកហើយនេះនៅត្រង់ចំណុចកន្លែងនេះបើសិនជាវាជាប់ជាមួយនឹងពាក្យថា off អញ្ចឹងមានន័យថាយើងបញ្ជា touch អត់បានទេបញ្ជាបានតាមរយៈ mouse ទេអញ្ចឹងបើយើងចង់ឲ្យប្រើទៅលើ mouse pad នេះបានលុះត្រាយើងចុចពាក្យនៅត្រង់ចំណុចនេះគឺបើកសិនបាទចុចបើកអញ្ចឹងមកបន្ទាប់មកគឺយើងបញ្ជាបានហើយនេះបាទហើយសម្រាប់ក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងសូមអរគុណចំពោះបងប្អូនដែលតាមដានបើសិនជាបងប្អូនពេញចិត្តនឹងនៅវីដេអូនេះឬក៏ចង់បានវីដេអូថ្មីសូមជួយ Subscribe និងចុច Like បាទសូមអរគុណ